ជំរាបសួរថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍របស់លោកអ្នកមកស្គាល់អំពីតម្រាសាស្ត្របុរាណដែលមានអាយុកាលរាប់រយឆ្នាំមកហើយការរៀបរាប់ចងក្រងតាក់តែងពីការទស្សទាយមើលជោគជតារាសីរបស់មនុស្សដែលមានយូរអង្វែងលង់ណាស់មកហើយគ្រប់យុគសម័យពីហោរាសាស្ត្រពីតម្រាជាតិសាសន៍នីមួយៗថ្ងៃនេះខ្ញុំបាននឹងលើកយកនៅតម្រាព្រហ្មជាតិនេះគឺជាការមើលពីវាសនាអនាគតឬមើលពីការទស្សទាយទុកភេទជាអនាគតរបស់បុគ្គលទូទៅខាងក្រោមនេះខ្ញុំបាននឹងរៀបរាប់ឲ្យប្រិយមិត្តអ្នកស្ដាប់អំពីឆ្នាំទាំង12របស់តម្រាព្រហ្មជាតិនេះហើយឆ្នាំដែលខ្ញុំបានអានតទៅនេះគឺឆ្នាំជូតដែលរៀបរាប់ពីទំនាយថ្ងៃទំនាយខែឬឆ្នាំកំណើតបុណ្យវាសនាតាមពេលវេលារបស់អស់លោកអ្នកនាងដែលបានចាប់កំណើតឆ្នាំជូតធាតុទឹកនាមសត្វកណ្ដុរគ្រូលើក4ខែចាប់រាប់ពីខែចែកជាខែទី1តទៅឆ្នាំជូតជាសត្វកណ្ដុរពងទេវតាប្រុសបានកាលនាសាវត្ថីនាំយកព្រះតេមិយទៅកប់មូលប្រលឹងនៅដើមដូងនិងដើមចេកឆ្នាំជូតអាទិត្យនៅមាត់នោះចរចាពីរឿងច្រើនសច្ចៈចរចាជាមួយនឹងមន្ត្រីបានល្អថ្ងៃអង្គារនៅចិត្តនោះរឹងតឹងគ្មានតូទុនពេញចិត្តក្នុងការរៀនវិជ្ជានិងការចេះដឹងយ៉ាងកណ្ដាលល្មមចិញ្ចឹមជីវិតបានថ្ងៃប្រហោះនិងថ្ងៃពុធនៅបង្គួយកាមតណ្ហានិងរាគៈច្រើនហើយឃ្លាវខ្លាថ្ងៃច័ន្ទនៅដៃធ្វើការអ្វីស្អាតហើយមានសេចក្តីឧស្សាហ៍ផងសុកនិងសៅនៅជើងជាមនុស្សគប់ចិត្តតែនឹងដើរកាលនៅពីតូចអភ័ព្វនិងពឹងពាក់ញាតិកាមិនបានបើពឹងពាក់បានដោយសារតែអ្នកដតីលុះជេរកាលក្រោយមកនឹងមានបុណ្យវាសនាបើធ្វើរដ្ឋការកប់គុណនីចវាយនឹងឲ្យបុណ្យស័ក្តិប៉ុន្តែបើប្រុសនឹងត្រូវជេរពោលឲ្យប្រពន្ធកូនស្រឡាញ់តែមាសប្រាក់ទ្រព្យសម្បត្តិរបស់ខ្លួនចំណូលបរិភោគរបស់ជូរចត់សេពគប់សាមណៈជីព្រាមក៏ប្រសើរពេញចិត្តធ្វើបុណ្យឲ្យទានដល់មនុស្សទាល់ក្រកំសត់បើជាស្ត្រីមានកូនតែ2នាក់កូននោះពឹងបានកាលពីអាយុ1ឆ្នាំមានជំងឺឈឺធ្ងន់ស្ទើរតែមិនចង់រស់ដល់អាយុ15ឆ្នាំទៅទីដតីនឹងបានលៀបអាយុ11ឆ្នាំ12ឆ្នាំ16ឆ្នាំនិង31ឆ្នាំមានគ្រោះថ្នាក់ម្ដងយ៉ាងធ្ងន់តទៅនេះសូមប្រិយមិត្តស្ដាប់ចាំតាមដានទាំងអស់គ្នាអំពីទំនាយខែនៅក្នុងឆ្នាំជូតនិងបុណ្យវាសនារបស់អស់លោកអ្នកនាងដែលចាប់បដិសន្ធិនៅក្នុងខែណាដូចតទៅខែ5ខែ6និងខែ7 1កណ្ដុរមាសធាតុទឹកក្នុងទន្លេជាកណ្ដុរពំកែវនិងមានបុណ្យវាសនាល្អខែ8ខែ9និងខែ10កណ្ដុរតូចប្រឹងស៊ីចំណីធាតុទឹកមនុស្សអាស្រ័យចរចាពាក្យសាបមិនជាបានការជាទីកោតសរសើរតែចិត្តជាបុណ្យខែ11ខែ12និងខែ1កណ្ដុរអត់ចំណីងាប់ធាតុទឹកក្នុងព្រៃរកចិញ្ចឹមខ្លួនបានដោយកម្រទឹកចិត្តក្លាហានហើយកាចមួម៉ៅខែ2ខែ3និងខែ4កណ្ដុរផើមនៅដោយទីភ្លឺស្រែទឹកក្នុងជ្រលងអូជាកណ្ដុរភ្នែកធំសម្លក់និងកូនច្រើនចិត្តជាបុណ្យធន់ស៊ូណាស់តទៅគឺទំនាយថ្ងៃដែលអស់លោកអ្នកនាងកើតនៅក្នុងឆ្នាំជូតថ្ងៃអាទិត្យបានកាលព្រះសត្វលងនាំយកខ្លួនទៅសម្លាប់លំបាកណាស់តែរូបស្អាតថ្ងៃច័ន្ទនឹងមានសេចក្តីសុខចម្រើនល្អណាស់ថ្ងៃអង្គារការបានព្រះចក្រពត្តិនាំឲ្យយកព្រះបាទសត្វលងទៅសម្លាប់ចោលត្រូវលំបាកពេកណាស់ថ្ងៃពុធជាមនុស្សម្ចាស់ទុក្ខត្រូវអភ័ព្វមិនល្អថ្ងៃប្រហោះការទេវតាជប់ស្ដេចសត្វលងឲ្យរស់ឡើងវិញផុតពីសេចក្តីស្លាប់ត្រង់នេះល្អក្រៃពេកថ្ងៃសុក្រការទេវតាតាក់តែងគ្រឿងភោជនី
ចិញ្ចឹមស្ដេចសត្វតលុងបរិបូរណ៍គ្រប់ប្រការថ្ងៃសៅរ៍ស្ដេចសត្វតលុងបានគ្រងរាជសម្បត្តិនិងបានថ្កុំថ្កើងទៅដោយបុណ្យស័ក្តិទំនីក្នុងឆ្នាំជូតចប់ត្រឹមតែប៉ុណ្ណេះសូមបងប្អូនជួយចុច like Subscribe និងជួយ Share ផងដើម្បីបានវីដេអូថ្មីៗនិងរៀបរាប់អំពីឆ្នាំតទៅទៀតដែលខ្ញុំបានដកស្រង់និងលើកយកពីតម្រាព្រហ្មជាតិបុរាណមួយនេះសូមអរគុណ